គឺមានប៉ុណ្្នឹងទេចឹងសូមអរគុណលោកគ្រូវាសួរលោកគ្រូខ្ញុំបាទឈ្មោះហុយផៃស្ពេតបតនៅក្នុង IQ 30ថ្ងៃហ្នឹងដែរខ្ញុំធ្វើការ install ASS ដំបូងឡើយយើងត្រូវការ update version យើងពាក្យថា sudo apt update យើងចុច enter មកដោយសារតើខ្ញុំវាយពាក្យ sudo ខុសអញ្ចឹង load error យើងធ្វើការវាយម្ដងទៀតមក sudo apt update យើងចុច enter មកវានឹងដំណើរការ update លើម៉ាស៊ីនរបស់យើងហើយយើងរងចាំវាពេញសិនមកបន្ទាប់ពីយើង update ពេញហើយខ្ញុំធ្វើការ install ទៅលើ ASX អញ្ចឹងខ្ញុំចុច clear version មកហើយខ្ញុំវាយពាក្យថា sudo install open ssh server ខ្ញុំចុច enter មកអូខេដោយសារតែខ្ញុំភ្លេចពាក្យ apt អញ្ចឹងខ្ញុំធ្វើការវាយម្ដងទៀតវាយពាក្យ sudo apt install open ssh server ចុចមកវា install ចូលមកកាន់ម៉ាស៊ីនរបស់យើងអូខេហើយបន្តមកទៀតធ្វើការវាយពាក្យ sudo system ctl enable អ្នកគ្នាចុចពីមក now ASX ដើម្បីធ្វើការបើក ASX បន្តមកទៀតខ្ញុំធ្វើការ check ទៅលើ ASX តើវាដំណើរការហើយឬនៅនឹងវាពាក្យដដែលមក sudo system ctl status ASX ដោយសារតែខ្ញុំវាយពាក្យ status ខុសអញ្ចឹងធ្វើការវាយម្ដងទៀតមកដាក់ពាក្យថា sudo system system ctl status ssh អូខេ enter មកនេះគឺវាដំណើរការហើយដាក់ពាក្យថា active running តមកទៀតខ្ញុំធ្វើការវាយពាក្យថា sudo ufw allow asx ដើម្បីវាបើកទៅលើ asx ហើយវាយម្ដងទៀត sudo ufw allow asx ចុច enter មកអូខេវាដំណើរការហើយបន្តមកទៀតខ្ញុំធ្វើការ ping ទៅលើ
IP ហ្នឹងចុច ping 10.0.2.15 ជា IP របស់ខ្ញុំធ្វើការ ping នេះគឺវាដំណើរការហើយអូខេហើយខ្ញុំចុច Ctrl C មកដើម្បីបដាច់ ping ហ្នឹងខ្ញុំធ្វើការ clear វាចេញសិនអូខេមកដល់កន្លែងនេះតទៅពីយើងធ្វើការ run page ហើយយើងធ្វើការដាក់ user របស់យើងមក ASA សុភបុត្រហើយយើង add IP យើង 10.0.2.15 អូខេហើយយើង enter មកហើយកន្លែងនេះយើងដាក់ពាក្យ yes មកអូគេតម្រូវឲ្យវាយអក្សរពេញ yes អូខេយើងវាយពាក្យ yes មកហើយ password ខ្ញុំបញ្ចូល password មកអូខេបន្តមកខ្ញុំធ្វើការ run command who am I អូខេ who am I ខ្ញុំវាយពាក្យថា host name Ubuntu ឈ្មោះគឺ Ubuntu ហើយខ្ញុំធ្វើការ clear វាចេញទៅវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់អញ្ចឹងសូមអរគុណលោកគ្រូ